ว้าวពេលនេះក្តីស្រមៃคล้ายជាការពិតយុវជនតស៊ូដើរលក់ការ៉េមដួលសន្លប់តាមផ្លូវនោះពេលនេះឯកឧត្តមបេដងមនុស្សធម៌ភ័ណ្ឌផល្លាបានជួយសម្រេចដោយបំណងហើយនៅថ្ងៃទី28ខែមិនិនាឆ្នាំ2023ឯកឧត្តមបេដងមនុស្សធម៌ភ័ណ្ឌផល្លាដែលជាប្រធានមណ្ឌលកុមារកំព្រាមេឈើឯកឧត្តមបានចុះទៅជួបយុវជនម្នាក់ជាយុវជនដែលតស៊ូដើរលក់ការ៉េមរហូតដួលសន្លប់កាលពីប្រមាណថ្ងៃមុនក្រោយពេលបានឃើញអំពីស្ថានភាពរបស់យុវជនម្នាក់នេះឯកឧត្តមភ័ណ្ឌផល្លាបានជួយឧបត្ថម្ភ Pass App ចំនួន1គ្រឿងនិងប្រាក់ចំនួន$150ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃយុវជនម្នាក់នេះមានឈ្មោះបូរ៉ាអាយុ21ឆ្នាំមុខរបររុញការ៉េមលក់សប្តាហ៍ថ្ងៃរស់នៅបន្ទប់ជួលមានតម្លៃ$110ក្នុងមួយខែនៅក្បែរផ្សារអង្គស្ថិតនៅក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញយុវជនបូរ៉ាជាក្មេងកំព្រាម្ដាយតាំងពីកើតបាន3ថ្ងៃម្ដាយក៏បានលាចាកលោកទៅចំណែកឪពុកវិញមានប្រពន្ធចង់បានបោះបង់កូនទៅតាមប្រពន្ធក្រោយយុវជនបូរ៉ាត្រូវបានពូនិងមីងរបស់គាត់ចិញ្ចឹម3បាច់ថែរក្សាតាំងពីតូចរហូតមកដល់ពេលនេះយុវជនបូរ៉ាមានស្រុកកំណើតនៅឃុំតាំងគោកស្រុកតាំងគោកខេត្តកំពង់ធំសប្តាហ៍ថ្ងៃបូរ៉ារស់នៅជាមួយពូនិងមីងស្នាក់នៅបន្ទប់ជួលជាមួយគ្នាបូរ៉ាតែងតែដើររុញការ៉េមលក់ចេញពីបន្ទប់ជួលម៉ោង8ព្រឹកដើរលក់ដល់រវង់មូចោមចៅនិងមុខប្រលានយន្តហោះភ្នំពេញហើយបានត្រឡប់មកដល់ផ្ទះវិញរៀងរាល់ម៉ោង 7-9 យប់ក្នុងមួយថ្ងៃបូរ៉ាលក់ការ៉េមបានចន្លោះពី20,000ទៅ40,000រៀលពេលខ្លះមិនបានដល់20,000ផងក្នុងមួយថ្ងៃដោយក្នុងនោះឯកឧត្តមភ័ណ្ឌផល្លាបានឲ្យដឹងថាបរិសុទ្ធដែលតស៊ូលក់ការ៉េមដួលសន្លប់តាមផ្លូវនោះហើយគាត់មានក្តីស្រមៃចង់បានកង់3ឥណ្ឌាមួយគ្រឿងដើម្បីដោះស្រាយជីវភាពរបស់គាត់ហើយពេលនេះគឺបានសម្រេចដូចបំណងហើយឯកឧត្តមបានបន្តទៀតថាស៊ូបន្តទៀតណាប្អូនឲ្យតែយើងជាមនុស្សល្អមិនថាក្រឬលំបាកយ៉ាងណាទេគេគ្រប់គ្នានឹងស្រឡាញ់អាណិតដល់ជីវិតរបស់យើងជាក់ជាមិនខានក្តីស្រមៃរបស់ប្អូនដែលចង់មានកង់3ឥណ្ឌា Pass App មួយគ្រឿងសម្រាប់រត់ចិញ្ចឹមជីវិតនៅពេលនេះគឺខ្ញុំបានបំពេញដល់គាត់ហើយនេះមិនមែនជាលើកទី1ទេដែលឯកឧត្តមភ័ណ្ឌផល្លាធ្វើការងារសប្បុរសធម៌បែបនេះកន្លងមកឯកឧត្តមតែងតែយកចិត្តទុកដាក់ជួយផ្ដល់ជំនួយមិនថាជាសម្ភារៈឬជាថវិកាក្តីទៅឲ្យជនងាយរងគ្រោះនៅក្នុងសង្គមដូចជាចាស់ជរាគ្មានទីពឹងក្មេងកំព្រាក្មេងអនាថាដែលឪពុកម្ដាយស្លាប់ចោលឬបោះបង់ចោលក៏មានជាចុងក្រោយយុវជនបូរ៉ារួមទាំងពូនិងមីងសូមថ្លែងអំណរគុណដល់ឯកឧត្តមភ័ណ្ឌផល្លានិងសប្បុរសជនទាំងអស់ដែលបានជួយដល់គាត់សូមឲ្យជួបតែសេចក្តីសុខមានសុខភាពល្អប្រកបកិច្ចការងារជោគជ័យឲ្យដូចបំណងប្រាថ្នា